ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងមានមុខម្ហូបថ្មីមួយមុខហៅថាមាន់ដុតស្ពៃក្តោបតោះឥឡូវយើងទៅមើលពីរបៀបធ្វើទាំងអស់គ្នាតោះឥឡូវយើងចាប់ផ្ដើមលាយគ្រឿងរបស់យើងម្សៅស៊ុបមួយចុងស្លាបព្រាស្ករសមួយស្លាបព្រាទឹកប្រេងខ្យងមួយស្លាបព្រាម្សៅរ៉ូឌីកន្លះស្លាបព្រាបន្ទាប់មកយើងចាប់ផ្ដើមច្របល់គ្រឿងរបស់យើងជាមួយនឹងសាច់ហ្នឹងឲ្យវាចូលគ្នាល្អបន្ទាប់ពីច្របល់គ្រឿងវាចូលសព្វល្អហើយយើងចាប់ផ្ដើមដាក់ឆ្នាំងបន្ទាប់មកយើងដាក់គ្រឿងថែមមានដូចជាគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចហើយនិងម្ទេសបងប្អូនអត់ចូលចិត្តហឹរអត់ដាក់ម្ទេសក៏បានដែរបងប្អូនរួចហើយយើងចាប់ផ្ដើមយកស្ពៃក្តោបយកមកតម្រៀបនៅលើគ្រឿងរបស់យើងបន្ទាប់ពីយើងដាក់ស្ពៃក្តោបហើយយើងចាប់ផ្ដើមដាក់សាច់ពីលើស្ពៃក្តោបបន្ទាប់មកទៀតយើងចាប់ផ្ដើមយកស្ពៃក្តោបដាក់ពីលើមាន់ម្ដងទៀតបងប្អូនតើឥឡូវមាន់ដុតស្ពៃក្តោបរបស់យើងគឺបានរួចរាល់ហើយបងប្អូនអធិស្ឋានពុកម៉ែបងប្អូនដែលតាមដានវីដេអូមួយនេះផងដែរបងប្អូនដោយសារតែមានការរំខានមានចាក់ទង់បាសដូចថ្ងៃចូលឆ្នាំអីចឹងបងប្អូនអញ្ចឹងហើយវារៀងរំខានតិចអរគុណពុកម៉ែបងប្អូនដែលតាមដានវីដេអូតាំងពីដើមរហូតដល់ចប់សូមអរគុណ